ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកដាក់ជីឲ្យបន្លែដើម្បីឲ្យបានល្អហើយកាកសំណល់ផ្ទះបាយដែលយើងសល់នោះគឺកំបោះចោលពុកម៉ែបងប្អូនគឺយកមកដាក់ធ្វើជាជីឲ្យបន្លែយើងវានៅល្អបានយូរហើយស្រួលទេគ្រាន់តែពុកម៉ែបងប្អូនមានកំប៉ុងមួយហើយចុះគូតវាអញ្ចឹងមកចុះគូតហើយយកបន្លែមកដាក់នៅក្នុងកំប៉ុងហ្នឹងមកបន្ទាប់ពីពុកម៉ែបងប្អូនដាក់ក្នុងនឹងពេញហើយពុកម៉ែបងប្អូនចាក់ទឹកដោយសារបាញ់ទៅពិបាកអត់ចង់ចូលបើពុកម៉ែបងប្អូនចាក់ទឹកគឺងាយស្រួលជាងបន្ទាប់ពីចាក់ទឹកនឹងពេញចឹងមកពុកម៉ែបងប្អូនយកគម្របមកក្របចឹងទៅជាការស្រេចហើយធ្វើដូចនេះបន្លែយើងបានល្អយូរដោយសារជីនៅក្នុងហ្នឹងវាមិនបាត់បង់លឿនដូចយើងដាក់ផ្ទាល់នឹងដីទេប៉ុន្តែពុកម៉ែបងប្អូនដាក់ផ្ទាល់នឹងដីក៏បានដែរល្អដូចគ្នាទេមើលខិនឆាយខ្ញុំមើលតវងតែមួយដើមទេដល់ឥឡូវដុះឡើងពេញដើមហើយល្អមែនតើខ្ញុំធ្វើស៊ុបសឹងរាល់ថ្ងៃបងប្អូនកាយដីអញ្ចឹងមកតិចខ្ញុំមិនដាក់នៅបន្តនៅចិត្តកន្លែងកាត់សំណល់ផ្ទះបាយដាក់សសហ្នឹងចូលទៅហើយចាប់ផ្ដើមកាយដីកប់វិញធ្វើដូចនេះបានកាកសំណល់ហ្នឹងវាផុយរលួយវាខ្លាចទៅជាជីធ្វើឲ្យបន្លែយើងល្អហើយវីដេអូខ្ញុំក៏អត់មានអីច្រើនដែរបងប្អូនមានតែប៉ុណ្ណឹងហើយក៏អរគុណពុកម៉ែបងប្អូនដែលតាមដានទស្សនារាល់វីដេអូរបស់នាងខ្ញុំ